unboxing របស់រំភើបថ្មីរំភើបប្រចាំ showroom ហ្មងតោះមើលទាំងអស់គ្នាហាមកហើយរំភើបទាំងអស់គ្នាអ្នកនរអត់រំភើបទេដោយសារគាត់នៅក្នុងមានអីគេអត់មានដឹងតិចតិចអុបមកកាមេរ៉ាមែនចូលខាងលើមកហើយអូមកគូអានេះវាចូលគ្នាអូ sorry វ៉ាវអូបាទសម្រាប់ admin មកឲ្យមើលមកនេះសិនណាទាំងអស់គ្នាដឹងអីគេណានឹងគឺ Liberty Walk Kuma ដែលស្អាតខ្លាំងហ្នឹង 400% ទំហំទាំងអស់គ្នា Oh my god អានេះRX7 ហើយមួយនេះ S15 ស្អាតអេមខ្លាំង 400% នេះមានខាងក្រោយនេះទាំងអស់គ្នា Liberty Walk iconic figure តោះទុកសុំទុកនៅក្រោមនេះសិនមកមើលលើវិញកាមេរ៉ាមែនគេចាំមកចេញគ្នាយើងអូខេមកឈុតហ្នឹងមានS15 ចំនួន2ហើយយើងមាន RX7 ចំនួន2 400%កំងឲ្យតនៅទាំងអស់គ្នាមានតិចមែនទែនតោះចូលកេសទី2កេសទី2ហ្នឹងប្លែកពីកេសទី1តាបាច់បុកបាច់អីយ៉ាងច្រើនទេរបស់រំភើបអញ្ចឹង unboxing plate លឿនទៅបានហើយអូខេមកហើយអ្នកគ្នាអាមួយនេះប្លែកយ៉ាងមុនណាកាមេរ៉ាមែនចូលមានរបស់រំភើបមើលទៅដឹងរំភើបញាប់មកចូលឲ្យចូលចុះហ្នឹងហា1 2 3មកហើយអានេះអីគេដឹងតែទំហំ400អូខេ Marine edition Marine មួយហ្នឹងគឺស្អាតខ្លាំងពណ៌ហ្នឹងហើយទំហំ 400% ទាំងអស់គ្នាស្អាតខ្លាំងនេះអូ Liberty Walk Kuma មួយហ្នឹង special ខ្លាំងហ្មង figure ហ្នឹងធំស្អាតប្រវែងអត់ទាន់បានវាស់ប៉ុន្តែបើមើលទៅប្រហែលជា28សង់ទីម៉ែត្រឬក៏3តឹកយ៉ាងហៅប៉ុណ្្នឹងសិនទៅព្រោះកម្ពស់ហ្នឹងប្រហែលម្ដុំហ្នឹងស្អាតហ្មង 400% ហ្នឹងស្អាតខ្លាំងទាំងអស់គ្នានេះអេមនេះអូរំភើបនេះមានមេទៀតទាំងអស់គ្នានេះមានមកគូជូនអីបែរមកខុសស្អាតខ្លាំងហ្មងទាំងអស់គ្នាហោះកាមេរ៉ាមែនចូលមួយទៀតចូលមកខាងនេះឲ្យអ្នកទាំងអស់គ្នារំភើបជាមួយ admin ដែរអូអានេះអីគេមើលអូខេតាអូអានេះអីគេទាំងអស់គ្នាស្គាល់អត់ទុកពេលឲ្យ3វិនាទី1 2 3 F40 Liberty Walk Kuma figure F40 edition ពណ៌ស្អាតទាំងអស់គ្នាស្អាតខ្លាំងហ្មងដាក់លើនេះមួយទៀតមានអត់ច្រើនទេណាគ្នាយើងឆាប់កំងបើមិនចឹងទេអត់ដឹងទេណាហើយសួរ admin ពេលណាមានអត់ដឹងទេមក Oh my god cameraman keep ថតយកអានឹងឲ្យច្រើនមកគ្នាយើងដឹងរំភើបហើយឬហើយចូលកេសទី3មកកាមេរ៉ាមែន figure ហ្នឹងធ្វើឲ្យអ្នកទាំងអស់គ្នារំភើប